ខ្ញុំទៅតែនាំកិច្ចសញ្ញាធំតម្លៃ$12,000 លានពីក្រៅប្រទេសមកសម្រាប់អ្វីដែលខ្ញុំទទួលបានមិនមែនជាស្រែអបអរសាទរទេតែជាការរៀបចំឈុតឆាកយ៉ាងប្រុងប្រយ័ត្នរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនកិច្ចសញ្ញាធំតម្លៃ$12,000 លានរបស់រាជវង្សឌូបៃបានចូលជាធំមានជាផ្លូវការលោកនាយកបូប្រាក់ចំណេញ5ពីគម្រោងដែលលោកធ្លាប់សន្យាឲ្យខ្ញុំថ្ងៃនេះផ្នែកហិរញ្ញវត្ថុអាចដំណើរការបានហើយមែនទេប្រាក់ចំណេញលោកអ្នកឆ្លាតខ្លាំង ខ្ញុំគិតថាអ្នកមិនទាន់ភ្ញាក់ទេមើលកំណត់ត្រាវត្តមានរបស់អ្នកកាលពីខែមុនមានពីការងារជាប់គ្នា15ថ្ងៃកំណត់ត្រាចូលធ្វើការរបស់អ្នកសុទ្ធតែហិរញ្ញវត្ថុបានកាត់ប្រាក់ខែគោរបស់អ្នកអស់ហើយអ្នកយកមុខមាត់មកទាមទារអ្វីពីខ្ញុំអវត្តមានពីការងារកាលពីខែមុនប្រព័ន្ធមន្ទីរពេទ្យរបស់រាជវង្សឌូបៃបានផ្អាកដំណើរការអតិថិជនស្ទើរតែប្តឹងក្រុមហ៊ុនទៅតុលាការអន្តរជាតិខ្ញុំបានប្រញាប់ទៅមជ្ឈមបូព៌ាទាំងយប់ដើម្បីដោះស្រាយបញ្ហានៅទីនោះកន្លះខែខ្ញុំមិនបានដេកសម្រាកឡើយកុំយករឿងការងារមកសង្កត់ខ្ញុំក្រុមហ៊ុន BUN មានបទបញ្ជារបស់ខ្លួនតើពាក្យស្នើសុំធ្វើដំណើរទៅបំពេញការងាររបស់អ្នកមានកំណត់ត្រារបស់អ្នកទេបើអ្វីទាំងអស់សុទ្ធតែគ្មាននោះគឺជាអ្វីដែលអ្នកហៅថាការការពារនោះគឺជាចន្លោះប្រហោងដ៏គ្រោះថ្នាក់ដែលកើតឡើងភ្លាមបើខ្ញុំមិនសរសេរកូដមូលដ្ឋានឡើងវិញភ្លាមទេកិច្ចព្រមព្រៀងតម្លៃ$12,000 លាននោះប្រកាសជាបរាជ័យយូរហើយយកខ្លួនឯងសំខាន់ពេកអ្នកគ្រាន់តែជាកម្មករជាន់ខ្ពស់ដែលវាយកូដប៉ុណ្ណោះបើគ្មានវេទិកាដែលគ្រួសារបែរៀបចំអ្នកគិតថាអ្នកជាអ្វីក្រុមហ៊ុនមិនបានទាមទារឲ្យអ្នកសងការខាតបង់របស់កម្មកររយៈពេលកន្លះខែក្រុមហ៊ុនកំពុងអាណិតទុកអាហារឲ្យអ្នកហើយតើខ្ញុំនៅស្រុកក្រៅពាក់ឈុតការពារទម្ងន់30គីឡូទ្រាំនឹងសម្លេងរំខានដ៏ខ្លាំងក្នុងបន្ទប់សម្ភារដើម្បីជួសជុលចន្លោះប្រហោងដ៏គ្រោះថ្នាក់ដែលពួកអ្នកអសមត្ថភាពទាំងនេះសរសេរប៉ុន្តែពួកអ្នកបែរជាអង្គុយក្នុងបន្ទប់ម៉ាស៊ីនតែពីរបៀបកាត់យកប្រាក់ញើសឈាមរបស់ខ្ញុំចូលពីចម្ងាយកយសម្លេងស្រែកឡូឡាពីក្នុងបន្ទប់ប្រជុំលោក អ្នកក៏ជាមនុស្សដែលបានទទួលការអប់រំខ្ពស់ដែរអាចមិនគោរពរបៀបរៀបរយបែបនេះនៅចំពោះមុខថ្នាក់ដឹកនាំនាយកយ៉ាងដល់ទៅពេលកន្លះខែមុនគឺអ្នកដែលភ័យដល់ថ្នាក់យំចេញសម្លេងនៅពាក់កណ្ដាលជាង10ដងសូមឲ្យខ្ញុំប្រញាប់ហោះទៅកន្លែងចាស់នៅឌូបៃក៏ជាអ្នកដែលនិយាយសញ្ញាផ្ទាល់ក្នុងទូរស័ព្ទថាបើខ្ញុំអាចដោះស្រាយកិច្ចការនេះជើងសារ5នោះនឹងមិនខ្វះសំបីតែមួយសេឥឡូវអ្នកទាំងអស់គ្នាយករឿងកាន់ខ្លុយមកនិយាយចង់បោះបង់ខ្ញុំចោលក្រោយពេលសម្រេចការហើយមែនទេមនុស្សដូចអ្នកនេះហេតុអ្វីមិនត្រឹមតែមិនចេះដឹងគុណថែមទាំងមានជំងឺស្រមើស្រមៃទៀតអ្នកនិយាយអ្វីកាលនោះខ្ញុំគ្រាន់តែឲ្យអ្នកតាមដានមតិយោបល់តាមអ៊ីនធឺណិតរបស់អតិថិជនណាដឹងថាអ្នកចង់បានស្នាដៃហើយបែរជាទៅបរទេសដោយខ្លួនឯងចំពោះកម្រៃជើងសារ5អីនោះវាជារឿងមិនសមហេតុផលទាំងស្រុងឥឡូវបើគិតថាប៉ុន្មានឆ្នាំមកនេះអ្នកក៏មានការលះបង់របស់អ្នកដែរប្រាក់ខែគោខែនេះយើងនឹងបើកឲ្យចំណែកកម្រៃជើងសារលោកចោលនេះបញ្ចប់ត្រឹមនេះចុះកុំបង្ខំឲ្យក្រុមហ៊ុនបណ្ដេញអ្នកចេញបើមិនដូច្នោះទេមុខមាត់គ្រប់គ្នានឹងមិនល្អទេអ្នកថាត្រូវទេសិនយ៉ានស្ថានភាពនៅក្រៅប្រទេសមានភាពស្មុគស្មាញណាស់សូម្បីតែប្រធានក្រុមហ៊ុនក៏ត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយក្នុងរយៈពេល2ឆ្នាំនេះមិនល្អទេក្រុមហ៊ុនកំពុងអនុវត្តការរៀបចំនិងបង្កើនប្រសិទ្ធភាពទ្រព្យសម្បត្តិគឺយកអ្នកបច្ចេកទេសដែលខំប្រឹងធ្វើការបែកញើសហូរឈាមមកកាត់ប្រយោជន៍អកប្បកិរិយារបស់អ្នកអ្វីបើគ្មានវេទិកាភូជាតិរបស់ Boywan Group ជួយគ្រប់គ្រងរបស់អ្នកទាំងនោះក៏គ្រាន់តែជាក្រដាសសម្រាប់ធ្វើជាមនុស្សត្រូវចេះស្កប់ស្កល់ទើបតែមានស្នាដៃបន្តិចក៏ទាមទារច្រើនមិនចេះដឹងគុណទេមែនហើយគ្រាន់តែជាអ្នកបច្ចេកទេសធម្មតាបែរជាគិតថាខ្លួនឯងជាអ្នកសង្គ្រោះបើមកទាមទារភាគលាភ 5% និងសាច់ប្រាក់រាប់រយលានអ្នកសមនឹងទទួលវាមិនមើលខ្លួនឯងផងថាមានប្រវត្តិបែបណាមើលទៅលុយដែលខ្ញុំខំប្រឹងរកបានដោយញើសឈាមនេះពួកអ្នកបញ្ញាចិត្តហើយថានឹងមិនប្រគល់ឲ្យខ្ញុំនេះមិនមែនជាការគេចវេសទេគឺជាការពិចារណាគ្រប់ជ្រុងជ្រោយយ៉ាងនេះចុះខ្ញុំនឹងជម្រាបទៅផ្នែកហិរញ្ញវត្ថុខ្ញុំនឹងលើកលែងការផាកពិន័យចំពោះការអវត្តមានពីការងាររបស់អ្នកតម្លៃលទ្ធផលការងារខ្ញុំនឹងផ្ដល់ពិន្ទុល្អឲ្យអ្នកដោយផ្ទាល់លោកលេនបានបន្ទាបចំហហើយគួរតែទទួលយកឲ្យបានហើយការរកអតិថិជននិងបញ្ជាទិញមិនមែនជាការងាររបស់ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍទេយុវជនគួរតែគិតឲ្យបានវែងឆ្ងាយកុំបំផ្លាញអនាគតរបស់ខ្លួនដោយសារផលប្រយោជន៍តិចតួចនៅចំពោះមុខត្រូវហើយមានដើមឈើធំទើបងាយរកកំឡប់កុំមិនចេះដឹងពីអ្វីល្អអ្វីអាក្រក់បានអ្នកទាំងអស់គ្នាចង់គិតពីប្រយោជន៍រួមមែនទេខ្ញុំនឹងធ្វើតាមបំណងអ្នកអញ្ចឹងទើបត្រូវយប់នេះក្រុមហ៊ុនក៏កំពុងរៀបចំពិធីជប់លៀងអបអរការបញ្ជាទិញតម្លៃរាប់សិបពាន់លានដែរអ្នកខ្ញុំសូមជូនដំណឹងជាផ្លូវការដល់អ្នកទាំងអស់គ្នាខ្ញុំលាឈប់ហើយយកការលាឈប់មកគម្រាមថ្នាក់ដឹកនាំឪពុកដែលមានជំងឺធ្ងន់របស់អ្នកនៅតែដេកក្នុងបន្ទប់អ៊ីគមន្ទីពេទ្យមែនទេថ្លៃព្យាបាលខែក្រោយអ្នកក្រុងយកភាគហ៊ុនទៅបង់មែនទេនាយកបូនិយាយត្រូវហើយអ្នកពិតជាគិតថាខ្លួនជាទេពកោសល្យដែលមិនអាចជំនួសបានមែនទេចាក់ចេញពីបុយវ៉ាន់ដោយមានកំណត់ត្រាផាកពិន័យពីការអវត្តមានក្នុងវិស័យអីទាំងមូលតើអ្នកណាហ៊ានទទួលមនុស្សរឹងតឹងដូចអ្នករឿងរបស់ខ្ញុំមិនដល់វេនឲ្យពួកអ្នកមកចង្អុលបង្ហាញទេឈប់សិនមនុស្សអាចចាក់ចេញបានប៉ុន្តែកូដមូលដ្ឋាននិងសអ៊ីនគ្រីបទាំងអស់របស់ Shen Chong ត្រូវទុកនៅទីនេះវាជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនបានបើអ្នកដើរចេញពីទ្វារនេះអ្នកនឹងត្រូវបណ្ដេញចេញពីវិស័យនេះទាំងស្រុងមិនបាច់ឲ្យលោកលេនបារម្ភទេពេលខ្ញុំត្រូវចាត់ទុកថាបំពានវិន័យធ្ងន់ធ្ងរខ្ញុំគួរតែចាក់ចេញឲ្យបានឆាប់កុំឲ្យរំខានដល់ការអភិវឌ្ឍមិនទទួលស្រាហើយបែរជាចង់ទទួលទៅទីនេះចាប់ពីពេលនេះទៅតែងតាំងឲ្យជំនួសតំណែង Chief Engineer គ្រប់គ្រងគម្រោងទាំងស្រុងអរគុណលោកលេនដែលបានលើកតម្កើងខ្ញុំធានាថានឹងថែទាំប្រព័ន្ធឲ្យបានល្អឥតខ្ចោះតាមដានការផ្ទេរការងាររបស់គាត់លោកអ្នកមានពេល10នាទីដើម្បីរៀបចំរបស់របរផ្ទាល់ខ្លួនហើយចាក់ចេញពីអគារភ្លាមទាំងអស់នៅទីនេះហើយខ្ញុំគិតថាវានឹងស្មុគស្មាញប៉ុណ្ណាតែស្ថាបត្យកម្ម algorithm នេះធម្មតាណាស់បងប្អូនជីដូនមួយអសមត្ថភាពសូម្បីតែ basic logic លោកក៏សរសេរមិនយល់ប្រកូលប្រព័ន្ធឲ្យគាត់គឺរោគស្លាប់បានហើយខូចមិនមានបញ្ហាចេញទៅចាំសិនការពីចោលការពីការលួចឆែកឲ្យស្អាតបន្តិចកុំឲ្យគេយកអាចកំបាំងស្នូលរបស់ក្រុមហ៊ុនចេញទៅជន់អ្វីមួយហើយពិតជាចៃដន្យមែនតែសម្រាប់សម្រាមថ្នាក់ទាបបែបនេះសំតែធ្វើជាកម្រាលជើងប៉ុណ្ណោះហើយឬមកវាត្រង់នេះទៅនៅច្រករបៀងមានកាមេរ៉ា8គ្រឿងហ៊ានលើកដៃម្ដងមើលខ្ញុំនឹងបញ្ជូនអ្នកចូលគុកភ្លាមអើយកុំប្រអិតក្រទុំពេកឪពុករបស់អ្នកនៅនៅឡើយកំពុងពឹងថ្នាំពិសេសខ្លាំងដើម្បីបន្តជីវិតបើធ្វើឲ្យបេយួនខឹងនឹងត្រូវបិទផ្លូវការងារទាំងវិស័យអ្នកយកអ្វីទៅបំពេញរណ្ដៅគ្មានចាំជំហានដែលអ្នកបានជន់ថ្ងៃនេះមិនប៉ុន្មានថ្ងៃទៀតទេខ្ញុំនឹងឲ្យអ្នកលុតជង្គង់លើដីសងវិញទាំងអស់ឲ្យខ្ញុំលុតជង្គង់
ក្មេងម្នាក់នេះមើលទៅឈួតដោយសារតែជាអ្នកសរសេរកូដក្រីក្រម្នាក់ដែលត្រូវគេបណ្តេញចេញបើគ្មានឈ្មោះរបស់បុយវ៉ាន់គេសូម្បីតែរកការងារធ្វើក៏មិនបានបើគ្មានការអនុញ្ញាតបច្ចេកវិទ្យាផ្ដាច់មុខរបស់ខ្ញុំទៀតម៉ូដូលសម្គាល់រូបភាពរបស់ Skies នឹងខូចទាំងស្រុងលេងមែនពោចេញយួនការរាប់ថយក្រោយបានចាប់ដើមត្រៀមទទួលនរកទៅពូវ៉ងមានរឿងអ្វីមែនឈៀវសិនផ្ទះនេះខ្ញុំមិនជួលឲ្យទៀតទេយប់នេះអ្នករើចេញទៅពូវ៉ងរយៈពេលជួលនៅសល់កន្លះឆ្នាំប្រាក់កក់និងប្រាក់សំណងបំពេញកិច្ចសន្យាខ្ញុំនឹងសងឲ្យអ្នកគ្រប់ជំនួយគេថាអ្នកបានលួចលុយក្រុមហ៊ុនផ្ទះនេះខ្ញុំនៅតែត្រូវប្រកបអាជីវកម្មបញ្ហាមកដល់ខ្ញុំគុំយកកូដ Snow ចេញមនុស្សនេះនៅក្នុងវិស័យនេះច្បាស់ជារំអស់ហើយត្រូវបានហាមឃាត់ទូទាំងវិស័យព្រោះជាមនុស្សបំផ្លាញបច្ចេកវិទ្យា Lower Armor Castle កំពុងបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំប្អូន Shen តើប្អូនបានធ្វើអ្វីដល់ Boywan Group បង្ខូចកេរ្តិ៍ឈ្មោះហើយម៉េច Lin Man បានប្រកាសបញ្ជាដាច់ខាតក្នុងក្រុមហឺអ្នកណាហ៊ានជួបប្អូននោះគឺប្រកាសសង្គ្រាមជាមួយទូទាំងវិស័យបច្ចេកវិទ្យាឥឡូវនេះគ្មានអ្នកណាហ៊ានទទួលប្រវត្តិរបស់ប្អូនទេត្រឹមតែពាក្យមួយរបស់អ្នកមានអំណាចក៏អាចបដូររឿងខុសឲ្យខ្លាចជាត្រូវបាននេះហើយជាការពិតបងសូមណែនាំប្អូនមួយម៉ាត់ចាក់ចេញពីទីក្រុងនេះទៅត្រឡប់ទៅស្រុកកំណើតហើយលាក់ខ្លួនសិនរក្សាជីវិតឲ្យបានសិនចាំគិតរឿងផ្សេងទៀតលាក់ខ្លួនមួយวัน Group រៀបចំពិធីជប់លៀងអបអរជ័យជំនះយប់នេះបើខ្វះអ្នកមានស្នាដៃធំបំផុតដូចខ្ញុំតើធ្វើម៉េចបានកិច្ចព្រមព្រៀងតម្លៃ 12,000 លានត្រូវបានយកបានហើយច្បាប់របស់ Boywan Group មានអាហារគ្រប់គ្នាញ៉ាំជាមួយគ្នាយប់នេះប្រាក់ខែបុគ្គលិកទាំងអស់នឹងឡើង10លោកលេងល្បិចនេះបានយ៉ាងល្អកិច្ចព្រមព្រៀងតម្លៃរាប់សិបពាន់លានបានសម្រាប់តែប្រាក់ចំណែកឲ្យអ្នកក្រដែលមានឈ្មោះម៉ែក៏សន្សំបានមែនហើយកូនប្រុស Shen Yan ឥឡូវត្រូវបានឧស្សាហកម្មទាំងមូលបិទផ្លូវមើលទៅសំបីតែថ្លៃព្យាបាលសង្គ្រោះជីវិតឪពុកគាត់នៅអ៊ីក៏រកមិនបានអ្នកសរសេរកូដធម្មតាម្នាក់បែរជាគិតថាខ្លួនជាអ្នកសង្គ្រោះដែលមិនអាចជំនួសបានហ៊ានប្រឆាំងនឹងបេយួននេះហើយជាលទ្ធផលបិទផ្លូវអាជីពវាស្រាលពេកសម្រាប់គាត់ហើយពិតណាស់វាមិនបញ្ចប់ត្រឹមនេះទេខ្ញុំមិនត្រឹមតែចង់ឲ្យគាត់បាត់បង់កេរ្តិ៍ឈ្មោះទេខ្ញុំថែមទាំងចង់ឲ្យគាត់បាត់បង់អ្វីទាំងអស់សប្បាយឲ្យអស់ចិត្តទៅការរាប់ថយក្រោយបានបញ្ចប់នោះនឹងជាពេលស្លាប់របស់ពួកអ្នក Shen Yan ទៅជាមួយពួកយើងមួយផ្លែត Shen Yan អ្នកគ្រប់គ្រងទូទៅ Lin Man នៃក្រុមហ៊ុន Boywan បានដាក់ពាក្យប្តឹងចោទប្រកាន់ថាមុនពេលអ្នកលីឈប់អ្នកបានលួចយកព័ត៌មានសម្ងាត់ Snow របស់ Shen Chong ការចោទប្រកាន់ត្រូវការភស្តុតាងចង់បានភស្តុតាងមែនទេផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនបានពិនិត្យ System Log 10នាទីមុនពេលអ្នកប្រគល់ការងារមុនចាក់ចេញអ្នកបានបញ្ជូនទៅ server អនាមិកនៅក្រៅប្រទេសឯកសារបង្ហាប់មានទំហំ 3 GB ដែលបាន encrypt សំមិត្តផ្នែកសន្តិសុខ Medical Aid របស់ Boywan មានសារៈសំខាន់ខ្លាំងនេះគឺជាចារកម្មពាណិជ្ជកម្មដែលលួចលក់ព័ត៌មានសម្ងាត់ឯពីក្រៅប្រទេសភស្តុតាងច្បាស់លាស់ឲ្យផ្នែកបច្ចេកវិទ្យាពិនិត្យទៅនឹងដឹងថាពិតឬខ្លាំងខ្លាយយកទៅឲ្យផ្នែកបច្ចេកវិទ្យាផ្ទៀងផ្ទាត់ថ្លៃព្យាបាលឪពុកអ្នកនៅសល់គ្រប់គ្រាន់ទេបើអ្នកប្រគល់ប្រាក់ថ្លៃបាក់ចូល K របស់ Shen Chong Smoke ដោយគិតថាអ្នកធ្លាប់ទៅនឹង Mason ខ្ញុំអាចឲ្យអ្នកបន្តទទួលប្រាក់ខែដែលនៅវែងហើយ Baywan បើមិនដូច្នោះទេពេលសន្តិសុខទៀងផ្ទាត់ log នោះរួចយ៉ាងហោចណាស់10ឆ្នាំឪពុកអ្នកដែលកំពុងមានជំងឺធ្ងន់នឹងបានតែស្លាប់ប៉ុណ្ណោះយក log ខ្លាំងៗមករៀបចំផែនការចង់បង្ខំឲ្យខ្ញុំប្រគល់ K មែនទេអ្នកនិយាយអ្វីផ្ដេសផ្ដាសអ្នកពិតជាមិនយល់អ្វីអំពីបច្ចេកវិទ្យាសោះនៅតែរឹងមាត់មិនព្រមទទួលស្គាល់អីចឹងអ្នកទៅរលួយក្នុងគុកទៅថ្ងៃស្លាប់របស់អ្នកមកដល់ហើយឥឡូវនេះស្ដាយក្រោយក៏យឺតពេកហើយឪពុកឈឺធ្ងន់របស់អ្នកគ្មានលុយទិញថ្នាំទៀតទេអ្នកត្រៀមអង្គុយក្នុងគុកអស់មួយជីវិតទៅការស៊ើបអង្កេតសន្តិសុខមិនទាន់បញ្ចប់ទេលោកលេនប្រញាប់អីឬមួយលោកលេនចូលចិត្តមើលរឿងចោលស្រែកថាចាប់ចោលបែបនេះមែនទេបរោះអប់ខ្ពើមមុននេះផ្នែកបច្ចេកទេសបានផ្ទៀងផ្ទាត់រួចហើយក្រុមហ៊ុន Boywan បានចាប់ប្រកាន់ថាលួចកូដ Snow ប៉ុន្តែភស្តុតាងមិនគ្រប់គ្រាន់ទេមិនទទួលសំណុំរឿងទេអ្វីលឿនដល់ម្លេះតើគាត់អាចមិនទុកផ្លូវការពារទុកបានយ៉ាងម៉េចគាត់ប្រកាសជាលួចយកទៅហើយលោកលេនលើកដំកើងខ្ញុំខ្លាំងពេកហើយយកអាល់ប៊ុមរូបថតផ្ទាល់ខ្លួនរបស់ខ្ញុំចាត់ទុកជាការសម្ងាត់ Snow របស់ក្រុមហ៊ុនពិតជាធ្វើឲ្យខ្ញុំបើកភ្នែកមើលមែនមុនពេលអ្នកលីឡែងតើអ្នកបានកែប្រែអ្វីនៅក្នុង system ហេតុអ្វីបន្ទាប់ពីចូលកាន់តំណែងកម្លាំងកិននីរបស់ធ្លាក់ចុះភ្លាម 30% ក្រៅពីសង្ស័យថាខ្ញុំបានលាក់បង្កប់គ្រោះថ្នាក់ក្នុង system លោកលេនមិនដែលគិតពីលទ្ធភាពផ្សេងទៀតទេលទ្ធភាពអ្វីគឺជាអ្នកធ្វើមិនអាចទៅរួចទេគេពិតជាមិនអាចធ្វើបាន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 ទេមិនយកកូដតតែសោះគេគ្រាន់តែជាមនុស្សអសមត្ថភាពដែលឡើងតំណែងដោយអែបអប់តើអ្នកដឹងទេថាហេតុអ្វីខ្ញុំជ្រើសថ្ងៃសុកទៅកាន់ស្ថានីយ៍សន្តិសុខដើម្បីចាប់អ្នកព្រោះនីតិវិធីបង្កប់ប្រតិបត្តិការរបស់ធនាគារបានចូលជាធំមានហើយទោះបីសន្តិសុខដោះលែងអ្នកក៏ដោយកាន់នេះទាំងអស់របស់អ្នកក៏លឿនបំផុតត្រូវដល់ថ្ងៃច័ន្ទទើបអាចដោះការបង្កប់បានការចំណាយរបស់ឪពុកអ្នកនៅអ៊ីក្នុងមួយថ្ងៃគឺ20,000បើឈប់ឆ្នាំគាត់សំបីតែមិនអាចរស់ផុតពីយប់នេះទេថ្ងៃស្អែកម៉ោង8ព្រឹកបើខ្ញុំមិនឃើញអ្នកលុតជង្គង់សារភាពកំហុសនៅសាលធំក្រុមហ៊ុន Boywan ទេអ្នកចាំទៅដេកក្នុងបន្ទប់សពទៅមិនបង្ហាញស្ថានភាពមិនប្រក្រតីការកាត់ប្រាក់បរាជ័យថ្លៃឯកមិនអាចជំពាក់បានទេបើមុនម៉ោង12យប់នេះមិនអាចបង់ប្រាក់បានមន្ទីរពេទ្យនឹងត្រូវបញ្ឈប់ការផ្គត់ផ្គង់ថ្នាំពិសេសសូមលោកប្រញាប់រកវិធីដោះស្រាយលោកគ្រូខ្ញុំគឺ Shen Yan ខ្ញុំមកសូមលោកគ្រូជួយសង្គ្រោះឪពុកខ្ញុំ Shen Yan មកផ្ទះយកលុយក្រុមហ៊ុន Boywan បំណុលឈាមនេះខ្ញុំនឹងឲ្យពួកអ្នកសងទាំងដើមទាំងការប្រាក់ផឹកតែក្តៅសិនដើម្បីបំបត្តិភាពត្រជាក់ក្នុងខ្លួនបើខ្លួនឯងដួលមុនចុះឪពុករបស់នាងវិញលោកគ្រូ
អរគុណលោកគ្រូអ្នកគឺជាសិស្សឆ្នាំបំផុតដែលខ្ញុំធ្លាប់បង្រៀនសេចក្តីថ្លៃថ្នូរនិងគោលការណ៍របស់អ្នកខ្ញុំដឹងច្បាស់ជាងអ្នកណាទាំងអស់ថាអ្នកមិនអាចធ្វើរឿងលួចលាក់ខ្វក់ទាំងនោះបានទេក្នុងកាតនេះមានប្រាក់300យកទៅបង់ថ្លៃមន្ទីរពេទ្យសិនលោកគ្រូមួយជីវិតនេះខ្ញុំមិនអាចបំភ្លេចគុណលោកគ្រូបានទេលុយនេះខ្ញុំនឹងសងលោកគ្រូវិញក្នុងរយៈពេល1ខែប្រញាប់ទេលេងមែនបានប្រកាសក្នុងវិស័យនេះថានឹងបិទផ្លូវអ្នកពីគ្រប់វិស័យទាំងអស់ Dr. Capital មានឥទ្ធិពលខ្លាំងខ្ញុំបារម្ភថាអនាគតអ្នកនឹងត្រូវដើរតាមផ្លូវណាបិទផ្លូវខ្ញុំលោកគ្រូពួកគេគ្មានអនាគតទៀតទេថ្ងៃស្អែកគឺជាពិធីសម្ពោធផលិតផលពិភពលោកនៅ Jebel ការផ្សាយផ្ទាល់លើកនោះនឹងក្លាយជាសូរស័ព្ទមរណៈរាប់ថយក្រោយរបស់ Boywan Group កិច្ចប្រជុំកម្ពុជាវិទ្យាសាស្ត្រថ្ងៃស្អែកនឹងផ្សាយផ្ទាល់ទូទាំងពិភពលោកសារព័ត៌មានបរទេសរាប់រយកំពុងតាមដានលើកនេះពួកយើងពិតជានឹងល្បីល្បាញលើឆាកអន្តរជាតិហើយកេរ្តិ៍ឈ្មោះគ្រាន់តែជារឿងឥតប្រយោជន៍បើការវះកាត់ដោយដៃមនុស្សយន្តថ្ងៃស្អែកជោគជ័យតម្លៃភាគហ៊ុនរបស់ Boywan Group នឹងកើនឡើង3ដងភ្លាមប្រាក់ដែលយើងដកចេញពីទីផ្សារគ្រប់គ្រាន់ទិញកោះជាច្រើនបានហើយមានរឿងហើយបងជីដូនមួយលោកលិនមានរឿងហើយ System រាយការណ៍កំហុសជាប់រហូត Visual Neurons របស់ Shen Cheng ស្ដេចទាំងអស់ឯងកំពុងនិយាយស្អីហ្នឹង Sony Six បើកផ្សាយចាប់ផ្ដើមព្រឹកស្អែកហើយឥឡូវឯងមកប្រាប់ថាដាច់ចាប់ផ្ដើម server ឡើងវិញភ្លាមពេលសំខាន់បែបនេះមិនអាចមានបញ្ហាទេចាប់ផ្ដើមការត្រួតពិនិត្យដោយស្វ័យប្រវត្តិឡើងវិញភ្លាមមិនបានទេចាប់ផ្ដើមឡើងវិញក៏នៅតែភ្ជាប់មិនបានសិទ្ធិចូលប្រើ base code ត្រូវបានចាក់សោទាំងស្រុងមិនមែនឯងអ៊ូថា code ដែល Shen Yan សរសេរសុទ្ធតែសម្រាប់ទេឯងអាចគ្រប់គ្រងវាបានទាំងស្រុងមែនទេនេះហើយជាការគ្រប់គ្រងរបស់ឯងបើបំផ្លាញកិច្ចសន្យារបស់ថ្ងៃស្អែកខ្ញុំនឹងសម្លាប់ឯងប្រកាសជាស្នាដៃ Shen Yan គាត់បានលាក់គ្រាប់បែកកំណត់ពេលក្នុង base code K របស់ Shen Yan មិនទាន់ប្រគល់ឲ្យផ្នែកសុវត្ថិភាពទេបងជីដូនមួយលោកលេនត្រូវតែទៅរកគាត់សុំលេខសម្ងាត់ដោះសរបើមិនដូច្នោះទេ system នឹងមិនអាចដំណើរការបានទេឆាប់លើកទូរស័ព្ទទៅអាមនុស្សអាក្រក់នេះអូសញ្ញាណហ៊ានទុកច្រកខាងក្រោយក្នុងឈានចុងហើយចាក់សោនៅរោនឬជឿទេថាខ្ញុំនឹងរាយការណ៍ទៅសន្តិសុខភ្លាមហើយចាប់អ្នកលោកនាយកបេការប្រឌិតពាក្យចាំអារាមត្រូវទទួលខុសត្រូវតាមច្បាប់តើត្រូវឲ្យខ្ញុំបង្រៀនច្បាប់ដល់អ្នកទេសិនយីងពួកយើងសុទ្ធតែរស់នៅក្នុងវិស័យតែមួយប្រកុលសិទ្ធិដោះសរឲ្យខ្ញុំនឹងឲ្យផ្នែកហិរញ្ញវត្ថុដោះការបង្កកានីរបស់អ្នកបន្ថែមសាច់ប្រាក់3លានជាសំណងយ៉ាងម៉េចដែរមន្ត្រីហ៊ីវ system ទាំងមិនមែនដោយសារខ្ញុំលាក់គ្រាប់បែកទេគឺដោយសារប្អូនជីដូនមួយអសមត្ថភាពរបស់អ្នកសូម្បីតែវាយវមូលដ្ឋានក៏គេមិនចេះប្រើផងឡគេជាមនុស្សអសមត្ថភាពខ្ញុំទទួលស្គាល់ការចាញ់អ្នកទាមទារតម្លៃប៉ុន្មាន5លាន10លានសូមប្រកល់លេខសម្ងាត់ឲ្យខ្ញុំមិនអាចជួយបានទេរងចាំស្លាប់ទៅអ្នកមិនអាចទេអូភ្លេចប្រាប់អ្នកខ្ញុំបានថតសម្លេងការហៅទូរស័ព្ទមុននេះទាំងមូលហើយខ្ញុំគិតថាមនុស្សទូទាំងពិភពលោកនឹងចាប់អារម្មណ៍ខ្លាំងថាតើថ្នាក់ដឹកនាំក្រុមហ៊ុន Baeyuan បានលុតជង្គង់អង្វរដោយបុគ្គលិកដែលត្រូវបានបណ្ដេញចេញយ៉ាងដូចម្ដេចនៅឈរធ្វើអ្វីទៀតបើកសិទ្ធប្រើប្រាស់កូដឲ្យខ្ញុំភ្លាមលោកលិននាងក្រុមហ៊ុនបានចំណាយប្រាក់ខែប្រចាំឆ្នាំជាង5លានដើម្បីជួលអ្នកជាប្រធានផ្នែកមិនមែនឲ្យអ្នកមកយំសោកនៅទីនេះទេលោកលិនបណ្ដាញសរសៃប្រសាទរបស់សបានដាច់ការភ្ជាប់ទាំងស្រុងហើយសិទ្ធិចូលប្រើក្បួនដោះស្រាយ Snow បានប្រែជាពណ៌ប្រផេះឥឡូវនេះអាចបដូរទៅ automatic mode ដែលផ្ដាច់ចេញពីការគ្រប់គ្រងដោយមនុស្សទាំងស្រុងបានតែប៉ុណ្ណោះសន្និសិទបង្ហាញនៅថ្ងៃស្អែកត្រូវធ្វើនៅចំពោះមុខសារព័ត៌មានទូទាំងពិភពលោកដើម្បីបង្ហាញការវះកាត់កែសម្រួលខួរក្បាលលើអ្នកជំងឺដែរ automatic mode អាចបណ្ដាលឲ្យមានអ្នកស្លាប់លោកបេសូមលោកមានប្រសាសន៍ដើម្បីគ្រប់គ្រងហានិភ័យឲ្យបានប្រុងប្រយ័ត្នគំរូសម្រាប់ការបង្ហាញសមត្ថភាពនៅថ្ងៃស្អែកត្រូវផ្លាស់ប្ដូរនិងកែសម្រួលគ្មានបញ្ហាទេពិតជាគ្មានបញ្ហាទេព្រះរាជវាំងឌូបៃបារម្ភពីហានិភ័យនៅកន្លែងប្រារព្ធព្រឹត្តិការណ៍បានស្នើឲ្យបដូរទៅប្រើស្វាជាគំរូសាកល្បងសម្រាប់ថ្ងៃស្អែកអញ្ចឹងលោកមានន័យថាបដូរខួរក្បាលស្វាមួយក្បាលតើវាចាត់ទុកជាកំហុសវិទ្យាសាស្ត្រទៅទៅឲ្យតែដៃមេការនៃថ្ងៃស្អែកអាចដំណើរការបានបបបញ្ឆោតពួកអ្នកមិនជំនាញទាំងនោះឲ្យយកប្រាក់កក់ដំបូង 12,000 លានឲ្យចូលកានីទោះស្លាប់នៅលើឆាកក៏មិនអីដែរត្រូវហើយឲ្យតែ system អាចដំណើរការចប់ដំណាក់កាលក៏គ្រប់គ្រាន់ពេលបានប្រាក់នៅសល់ហើយត្រឡប់ទៅប្រទេសវិញសម្រាប់មនុស្សអាក្រក់នោះឲ្យបានប៉ុន្តែម៉ូឌុលចក្ខុវិស័យពិតមាត់សន្និសិទសារព័ត៌មានដាច់ខាតមិនអាចផ្អាកបានទេប្រើម៉ូដស្វ័យប្រវត្តិទៅរងចាំឲ្យខ្ញុំបានលុយសិនខ្ញុំនឹងឲ្យវាលុតជង្គង់នៅមុខអគារ Boywan ហើយលិតស្បែកជើងឲ្យខ្ញុំនេះគឺជាស្នាដៃអស្ចារ្យដែលនឹងបដិវត្តវិស័យវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Baeyuan Group ថ្ងៃនេះ Shen Chong នឹងបង្ហាញទៅកាន់ពិភពលោកទាំងមូលថាអ្វីទៅជាភាពជាក់លាក់ដ៏ល្អឥតខ្ចោះទ្វាររនរោគបានបើកហើយសូមមើលអេក្រង់ធំ Shen Chong នឹងធ្វើការក្នុងរយៈពេល3នាទីឈានដល់កម្រិតវីមេឈប់ទៅតកខ្សែភ្លើងចេញឆាប់ឈប់ទៅវាត្រូវបានចាក់សោះហើយផ្ទាំងបញ្ជាមិនឆ្លើយតបតែបង្កើនល្បឿនម៉ាស៊ីនសម្រាប់មនុស្សបើមានសាកសពមួយនៅទីនេះអ្នកទទួលខុសត្រូវទាំងអស់ត្រៀមចុះនរកទៅចាប់ពួកអ្នកបោកប្រាស់ទាំងនេះពួកគេបានបំពេញលើជីវិតបិទកន្លែងកើតហេតុចាប់ខ្លួនមនុស្សទាំងអស់គឺ Shen Yan ជាមនុស្សអាក្រក់នោះហើយវិស្វករបានលួចកែប្រែ system ត្រូវហើយនេះជាស្នាដៃរបស់ Shen Yan កូដមូលដ្ឋានត្រូវបានសរសេរដោយ Shen Yan ពេលចាក់ចេញគាត់បានលុបសិទ្ធិចូលប្រើទាំងអស់នៅឈរធ្វើអីទៀតទូរស័ព្ទទៅ Shen Yan ភ្លាមទោះបីត្រូវលុតជង្គង់សុំគាត់ក៏ដោយក៏ត្រូវឲ្យគាត់បិទបាក់ចូលឲ្យបានក្រុមហ៊ុនដែលមានតម្លៃទីផ្សាររាប់ពាន់លានបែរជាផលិតម៉ាស៊ីនសម្រាប់បែបនេះសំណងដុំហាសានឹងធ្វើឲ្យពួកគេខ្សែធនសួស្ដីលោកលិនការផ្សាយផ្ទាល់ដ៏ឈាមស្រោចស្រពមុននេះពិតជាអស្ចារ្យមែនល្បីល្បាញទូទាំងពិភពលោកហើយវិស្វករ Shen Yan
បើអ្នកអាចគ្រប់គ្រង system ពីចម្ងាយឲ្យមានស្ថិរភាពឥឡូវនេះប្រាក់កម្រៃ5នោះ500លានទាំងអស់ជារបស់អ្នកលេងមែនអ្នកមិនមែនដឹងថាខ្លួនខុសទេអ្នកគ្រាន់តែដឹងថាក្រុមហ៊ុនអ្នកនឹងវិនាស Shen Yan កុំធ្វើឲ្យខ្ញុំអាម៉ាស់ឬក៏របស់ Guiwen នៅក្នុងប្រទេសនៅតែមានជឿទេថាខ្ញុំនឹងធ្វើឲ្យអ្នករស់នៅក្នុងប្រទេសនេះមិនបានខ្ញុំបានព្រមានអ្នកហើយតាមពិតខ្ញុំដឹងពីរបៀបជួសជុលបឹករបស់ Shen Chong និយាយមកយ៉ាងម៉េចខ្ញុំដឹងប៉ុន្តែខ្ញុំមិនប្រាប់អ្នកទេលោកស្រីលេនទុកលុយ500លានរបស់អ្នកទៅចំណាយយឺតនៅក្នុងពន្ធនាគារអន្តរជាតិនៅយឺបេ Shen Yan ក្រុមហ៊ុន Baywen បានក្លែងបន្លំទិន្ននៃពិសោធន៍ព្យាបាលដើម្បីបន្លំយកជំនួយស្រាវជ្រាវវិទ្យាសាស្ត្រនិងភស្តុតាងទាំងអស់នៃការលួចយកបច្ចេកវិទ្យារបស់បុគ្គលិកថ្នាក់ក្រោមទៅដាក់ពាក្យសុំប៉ាតង់ខ្ញុំបានវេចខ្ចប់ទុករួចរាល់ហើយការក្លែងបន្លំហិរញ្ញវត្ថុការលាក់បាំងឧបទ្ទហេតុពីការពិសោធន៍ភ្លើងបើព័ត៌មានប៉ុន្មានគឺនេះត្រូវបានបញ្ចេញភាគហ៊ុនរបស់ក្រុមហ៊ុនប៉ក់យ័ននឹងធ្លាក់ថ្លៃរហូតដល់គ្មានតម្លៃនៅព្រឹកស្អែកអ្នកប្រកាសថាមិនទុកផ្លូវថយក្រោយទេបញ្ចេញទៅលោកលេនបានបង្រៀនខ្ញុំការធ្វើជាមនុស្សនិងការធ្វើការត្រូវមានទស្សនៈមើលឃើញប្រយោជន៍រួមកិច្ចការដែលពាក់ព័ន្ធនឹងការប្រតិបត្តិការរបស់ក្រុមហ៊ុនប៉ៃយ័នកំពុងទទួលការចាប់អារម្មណ៍ពីសង្គមស្ថាប័នបានចាប់ផ្ដើមការត្រួតពិនិត្យរួមគ្នាក្នុងពេលដំណើរគ្នាប្រធានក្រុមហ៊ុននិងថ្នាក់ដឹកនាំ Snow កំពុងប្រឈមនឹងការចាប់ខ្លួននិងបញ្ជូនខ្លួនឆ្លងប្រទេសចប់ហើយនេះមិនមែនលោកលេនទេមុននេះមិនទាន់ឲ្យខ្ញុំទៅយកសុខទេឥឡូវនេះអ្នកទាំងអស់គ្នាមកទីនេះមានរឿងអ្វីសូមអង្វរអ្នកហើយសូមអ្នកមេត្តាលើកលែងទោសឲ្យខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំបាននិយាយហើយមនុស្សដូចពួកអ្នកមិនមែនដឹងថាខ្លួនខុសទេគ្រាន់តែដឹងថាខ្លួនឯងចិត្តដល់ទីបញ្ចប់ប៉ុណ្ណោះក្នុងកាតមានលុយ5លានសុទ្ធតែឲ្យអ្នកតើរាប់ណាអ្នកជួសជុលឈានខ្ញុំសុយភ្លាមខ្ញុំនឹងបន្ថែម3លានឲ្យអ្នកដោយផ្ទាល់ឲ្យអ្នកទាំងអស់សុទ្ធតែឲ្យអ្នកខុសទាំងអស់គឺជាកំហុសរបស់ខ្ញុំកាលនោះពួកអ្នកបានហៅការងាររបស់ខ្ញុំថាជាកម្មកូរ៉េពេលបណ្ដេញខ្ញុំឲ្យចេញហេតុអ្វីមិនព្រមទទួលថាខ្លួនឯងខុសគឺគាត់ពេលគាត់ជន់ខ្ញុំដោយជើងនៅតាមច្រកកបៀងនិងជន់លើរូបថតតែមួយសន្លឹករបស់ឪពុកហេតុអ្វីអ្នកមិនទទួលថាខ្លួនឯងខុសចេញទៅខ្ញុំសូមអង្វរអ្នកសូមទុកផ្លូវរស់ឲ្យខ្ញុំបើគេស៊ើបដល់ខ្ញុំភ្លាមខ្ញុំសុខចិត្តធ្វើអ្វីក៏បានសម្រាប់អ្នកកុំប៉ះខ្ញុំកុំធ្វើឲ្យដាច់ខាតពេកក្រុមហ៊ុនយើងមានខ្សែទាំងផ្លូវច្បាប់និងក្រៅច្បាប់ជឿទេខ្ញុំនឹងឲ្យគេមកចាប់អ្នកហើយធ្វើឲ្យឪពុកអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យនៅឌូបៃមានករណីស្លាប់ក្នុងស្ថានភាពដែលតម្លៃទីផ្សារធ្លាក់ដល់បញ្ហាងាយៗរបស់ក្រុមហ៊ុន Boywen មិនទាន់ច្រើនគ្រប់គ្រាន់ទៀតសុំទោសពួកឯងមិនស័ក្តិសមទេអ្នកជានាយកហិរញ្ញវត្ថុអ្នកមានថវិកានៅក្នុងដៃទៅសុំអង្វរម្ដងទៀតទៅត្រូវហើយបងជីដូនមួយពីមុនអ្នកជាថ្នាក់លើផ្ទាល់របស់បើអ្នកឲ្យតម្លៃខ្ពស់គាត់ប្រកាសជាយកព្រមអញជឿពីឯងទៅបណ្ដេញគាត់ចេញឥឡូវរូនខាត12,000លាននេះឲ្យអញទៅដោះស្រាយឬអញមិននឹងដឹងថាគាត់ចាក់សោក្នុងកិច្ចព្រមព្រៀងច្រកក្រោយដែលគាត់ទុកខ្លួនឯងសំបីតែអ្នកជំនាញក៏រកមិនឃើញបិទមាត់ទាំងអស់គ្នាមន្ត្រីរដ្ឋបាលនិងមន្ត្រីពន្ធដារបានឡងពតអគារហើយបើកណេខ្លាំងៗនឹងរឿងលួចប៉ាតង់ទាំងនោះត្រូវបានបញ្ជាក់លុតជង្គង់មានអ្វីគួរខ្មាស់វាអាចគួរឲ្យខ្លាចជាងជាប់គុកទៀតឬគិតពីទ្រព្យសម្បត្តិដែលអ្នកលាក់ទុកនៅក្រៅប្រទេសប្រយោជន៍អញខំឡើងដល់តំណែងថ្នាក់គ្រប់គ្រងទាំងលំបាកតែត្រូវឯងជាមនុស្សងងបំផ្លាញអស់ឯងធ្វើជាអ្នកខ្លាំងអ្វីគឺឯងទេដែលឲ្យឯងកែប្រែបាយការថវិការបស់ Shen Chong ក៏ឯងទេដែលចង់លេបកម្រៃជើងសារ5របស់កានីខូច50លានទាំងនោះសុទ្ធតែនៅក្នុងកានីក្រៅប្រទេសចង់ស្លាប់មែនទេបានខ្ញុំទៅនាំកំសោយនោះទៅផងអើយវិស្វករ Shen ដល់ឆ្នាំថ្នាក់ដឹកនាំចាស់មកសុំទោសអ្នកហើយអ្នកមានសិទ្ធិអ្វីហៅខ្លួនឯងថាជាថ្នាក់ដឹកនាំកំពុងមើលអ្វីកំហុសទាំងអស់សុទ្ធតែដោយសារមនុស្សម្នាក់នេះលួចស្នាដៃរបស់ថ្ងៃនេះខ្ញុំនឹងជួយអ្នកសងកំហឹងនេះកុំអីហ៊ានខ្លែងខ្លួនជាប្រធានវិស្វករហ៊ានប៉ះពាល់កូនរបស់លោក Shen អាចឆ្កែបើលោក Shen មិនទាន់បាត់ខឹងខ្ញុំនឹងវាយឯងឲ្យស្លាប់សុំទោសក្រាបសុំទោសលោក Shen បង Shen សុំទោសខ្ញុំមិនសមជាមនុស្សទេខ្ញុំគ្មានសមត្ថភាពបច្ចេកទេសនោះទេក្រាបឲ្យសូមិនបានញ៉ាំបាយទេឯងកំពុងយកខ្ញុំមកទទួលទោសជំនួសចង់ឲ្យខ្ញុំចាប់បោះចូលទន្លេមែនទេអីចឹងនៅតែស្រែកបន្តទៅសូមលើកលែងខ្ញុំផងបង្ខំខ្ញុំគេលួចបន្លំថវិកាស្រាវជ្រាវបាន50លានកាន់នៃខ្លាំងៗទាំងអស់នៅក្នុងក្បាលខ្ញុំនឹងប្រគល់ឲ្យអ្នកទាំងអស់សូមលើកលែងខ្ញុំផងឯងចោទប្រកាន់គេដោយគ្មានមូលដ្ឋានការសម្ដែងឆ្កែខំឆ្កែចប់ហើយក៏នាំគ្នាចេញទៅគុំធ្វើឲ្យកំរាលឥតខ្ញុំប្រឡាក់ពួកយើងពិតជាត្រូវដើរដល់ផ្លូវតច្រកមែនឬសាកគិតមើលកាលអ្នកទៅចូលក្រុមហ៊ុនតើអ្នកណាជាអ្នកចាត់អ្នកទៅក្រុមស្រាវជ្រាវ Snow ទី1បើគ្មានខ្ញុំដែលមើលឃើញសមត្ថភាពអ្នកតាំងពីឲ្យវេទិកាដល់អ្នកអាចក្លាយជាវិស្វករជាន់ខ្ពស់តែអ្នកមិនដឹងគុណចំពោះការផ្ដល់ឱកាសនេះសោះគុណនៃការផ្ដល់ឱកាសគឺពេញចិត្តប្រើខ្ញុំដែលគ្មានក្នុងបង្អែកដូចជាម៉ាស៊ីន V code មួយអាចនៅយកជ្រៅសរសេរកូដល្អឥតខ្ចោះឲ្យអ្នកដើម្បីឲ្យអ្នកយកទៅយកស្នាដៃនៅមុខក្រុមប្រឹក្សាភិបាលប្រៀបធៀបជាមួយ JB បន្ទុក12,000លានពេលដែលខ្ញុំប្រឹងអស់ពីសមត្ថភាពបិទចន្លោះខ្វះខាតទាន់ពេលអ្នកកំពុងអង្គុយរាប់ប្រាក់កម្រៃដែលអ្នកលេបយកពីខ្ញុំក្នុងការិយាល័យឥឡូវនេះមកនិយាយពីគុណធម៌ជាមួយខ្ញុំ
ពីមុនខ្ញុំខុសហើយក្នុងវ៉ាលីនេះមាន$10 លានអាមេរិកទិញផ្ដាច់ព័ត៌មានអាក្រក់និងបាបចូលទាំងអស់សូមទុកផ្លូវរស់ឲ្យខ្ញុំមួយពីនេះទៅខ្ញុំនឹងស្ដាប់បង្គាប់អ្នកគ្រប់យ៉ាងយកលុយយកខ្វក់របស់អ្នកទៅចេញទៅកុំបានចិត្តហួសពេកបើនាយកបេមានទំនុកចិត្តខ្លាំងម្ល៉េះហេតុអ្វីត្រូវមកអង្វរខ្ញុំដោយបន្ទាបខ្លួនកុំមិនស្គាល់អ្វីដែលល្អសម្រាប់ខ្លួនបើអ្នកបង្ខំខ្ញុំដល់ទីបំផុតស្ងៀមមកទៅអ្នកផ្នែករដ្ឋបាលនឹងមកដល់ភ្លាមល្មមអាចនាំអ្នកទៅសួរនាំមានរឿងអីយើងនិយាយគ្នាបានអ្នកចង់បានអ្វីនិយាយមកចុះខ្ញុំអាចយល់ព្រមទាំងអស់3 2ប្រញាប់ទៅឈប់សិនលក្ខខណ្ឌអ្វីក៏យើងអាចចរចាបានយកសម្រាមរបស់អ្នកទៅផងបានហើយប្រញាប់ទៅខ្ញុំគឺមនុស្សក្រមបង្គាប់ធ្វើការមិនបានគិតគូរធ្វើឲ្យអ្នករងការអាក់អន់ចិត្តហើយចំពោះនឹងខាងក្រុមហ៊ុននឹងស៊ើបអង្កេតឲ្យដល់ទីបំផុតប្រធានហៅខ្ញុំមកមានការអ្វីត្រឡប់មកវិញទៅតំណែងនាយកជាន់ខ្ពស់ផ្នែកស្រាវជ្រាវនិងអភិវឌ្ឍមានតែអ្នកប៉ុណ្ណោះដែលសមនឹងអង្គប្រាក់ខែប្រចាំឆ្នាំចាប់ពី$10 លានមិនដែលធ្វើឲ្យអ្នកមានគុណខុសចិត្តឡើយផែនការរបស់ប្រធានពិតជាគិតបានឆ្ងាយមែនដោយលុយតែប៉ុណ្ណេះក៏ចង់ទិញផ្ដាច់កិច្ចសន្យាតម្លៃ$12,000 លានជាមួយ Jubei ដែរក្មេងឲ្យកុំលោភលន់ពេកខ្ញុំផ្ទាល់កំពុងទុកផ្លូវឲ្យអ្នកគួរគិតឲ្យបានច្បាស់ខ្ញុំយកតែអ្វីដែលគួរតែជារបស់ខ្ញុំហើយក៏ពួកអ្នកត្រូវតែបង់ថ្លៃកុំមិនស្គាល់ឋានៈខ្លួនឯងខ្ញុំបាយអាចមានឥទ្ធិពលនៅសៀងហៃអស់ជាច្រើនទវត្តបើខ្ញុំចង់សម្លាប់អ្នកងាយជាងសម្លាប់ស្រមោចមួយទៅទៀតអីចឹងសាកមើលទៅមើលដៃរបស់លោកប្រធានបាយថាអាចសម្លាប់ខ្ញុំបានឬអត់មិនទទួលការគោរពតតែទទួលទាំងកម្មចាំមើលទៅពូធំមនុស្សឥតបានការមើលរឿងអាក្រក់ដែលឯងបង្កឡើងពូធំសូមវិនិច្ឆ័យដោយយុត្តិធម៌មនុស្សនោះរឹងរូសខ្លាំងគេមិនត្រឹមតែប្រមាថខ្ញុំទេថែមទាំងនិយាយថាសូម្បីតែលោកទៅដោយខ្លួនឯងក៏ត្រូវលុតជង្គង់ក្រាបសុំទោសគាត់ដែរចប់ហើយនេះមិនមែនគ្រាន់តែវាឯងទេនេះគឺកំពុងបំផ្លាញភ្នូរបុកបុរសរបស់គ្រួសារខ្ញុំមហន្តរាយបែបនេះដាច់ខាតមិនអាចទុកនៅបានទេមនុស្សល្ងងឈិនចង់ស្ពាក់ព័ន្ធនឹងទីផ្សារ Medical A ក្នុងស្រុកដែលមានតម្លៃរាប់ពាន់លាននោះគឺជាភ្នំមាសប្រាក់កក់បន្តិចបន្តួចនៅ Jubei មិនមានត្រូវតែជួសជុល system យកមកវិញឲ្យបានរាប់ពាន់លានឲ្យពេលឯង3ថ្ងៃមិនថាត្រូវចំណាយប៉ុន្មានក៏ដោយទៅរកអ្នកជំនាញបច្ចេកវិទ្យាកម្ពុជាមកបើធ្វើបានបើមិនបានទេចូលទៅលោតសមុទ្រទៅបាទរង្វាន់ធំតែមានអ្នកហ៊ានទោះជាត្រូវជីកដី3ជាន់ក៏ខ្ញុំនឹងរកគាត់ឲ្យឃើញចាំឲ្យអញរកអ្នកជំនាញឃើញសិនអញនឹងលេងឯងឲ្យវិនាសលោកគ្រូយប់ជ្រៅហើយមិនទាន់សម្រាប់ទៀតឬបានឃើញការប្រកាសរង្វាន់របស់បុយវ៉ាន់ហើយឬនៅពួកគេកំពុងប្រឹងប្រែងដល់ទីបំផុតហើយខ្ញុំឃើញហើយវិភាគបញ្ច្រាស់និងស្ថាបនាឡើងវិញទោះបីពួកគេរកក្រុមអ្នកជំនាញកម្ពុជាបានក៏គ្មានចំណេះដឹងមូលដ្ឋានអ្វីទាំងអស់យ៉ាងហោចណាស់ក៏ត្រូវការពេល1 ឆ្នាំកន្លះដែរមូលធនមិនអាចរងចាំយូរដល់ថ្នាក់នោះទេល្អមានទំនុកចិត្តល្អណាស់ការផ្សាយផ្ទាល់របស់ Snow Jubei បានធ្វើឲ្យភ្ញាក់ផ្អើល Architecture ការពារបែប Active Immunity ដែលអ្នកបានរចនាគឺជាបច្ចេកវិទ្យា Snow ដែលគម្រោងយុទ្ធសាស្ត្ររបស់កំពុងត្រូវការថ្នាក់ដឹកនាំបានមកជួបខ្ញុំនិយាយហើយពួកគេចង់ជួបអ្នកលោកគ្រូប៉ុន្តែឥឡូវនេះសូម្បីតែក្រុមហ៊ុនផ្លូវការមួយក៏ខ្ញុំមិនទាន់មានផងស្ដាប់ខ្ញុំអ្វីដែលថ្នាក់លើឲ្យតម្លៃគឺបច្ចេកវិទ្យាដ៏រឹងមាំរបស់អ្នកថ្នាក់លើបានបង្ហាញចំហហើយបើអ្នកព្រមវិនិយោគទ្រង់ទ្រីធំពួកគេអាចផ្ដល់ការធានាសុវត្ថិភាពដាច់ខាតនិងការគ្រប់គ្រងធម្មពលការងារកម្រិតរាប់សិបពាន់លានពិតមែនឬអរគុណលោកគ្រូអូខ្ញុំចាំបានហើយជាងយកត្រឡប់មកប្រទេសហើយនៅក្រៅប្រទេសនាងគឺជាអ្នកជំនាញសន្តិសុខកម្ពុជាម្នាក់ពោពេញដោយក្តីស្រឡាញ់និងហិច្ឆតានាងពិតជាដៃគូល្អបំផុតសម្រាប់អ្នកខ្ញុំមើលថានាងទទួលបានភាគហ៊ុនជម្រើសនៅ Silicon Valley ហើយជួបសម្ភាសជាមួយនាងអ្នកនឹងដឹងហើយខ្ញុំបានណាត់ពេលឲ្យអ្នកទាំងពីរនៅថ្ងៃស្អែកហើយល្អអរគុណលោកគ្រូជាងយាវបងប្អូនល្អស្វាគមន៍ការត្រឡប់មកផ្ទះកុំខ្វល់ពីច្រកចូលខាងលើតាមដានទីដោយលំហូរទិន្នន័យឲ្យជាប់ខ្ញុំនឹងប្រើបណ្ដាញ Gen Genome ហើយចាក់សោះគាត់ដោយផ្ទាល់វិធីនេះគ្រោះថ្នាក់ពេកសមត្ថភាពកិននីរបស់មន្ទីរពិសោធន៍ខ្ញុំបានសរសេរឡើងវិញនៅយន្តការបណ្ដុះបណ្ដាលសមត្ថភាពកិននី50ប៉ះពាល់តែ2ប៉ុណ្ណោះខ្ញុំបានផ្ញើកូដឲ្យអ្នកហើយតែងតែអាចវាចំចំណុចសំខាន់បានពួកយើងគឺជាថ្មសំលៀងដ៏មុតស្រួចបំផុតសម្រាប់គ្នាទៅវិញទៅមកឈ្នះបានទាំងប្រផុតប្រផាយពេកពេលវេលាដែលអាចជ្រៀតចូលការការពារខុសគ្នាត្រឹមតែ0.5វិនាទីការប្រើល្បិចមិនអាចនៅបានយូរទេការការពារពិតប្រាកដត្រូវដោយប្រព័ន្ធភាពស៊ាំរបស់មនុស្សតែអាចសម្គាល់ខ្លួនឯងនឹងអ្វីដែលមិនមែនជាខ្លួនបានយ៉ាងជាក់លាក់ប្រព័ន្ធភាពស៊ាំត្រូវហើយបង្កើតមូលដ្ឋានទិន្នន័យលក្ខណៈការកែប្រែខុសច្បាប់ណាមួយនិងបង្កសញ្ញាព្រមានពីកោសិកាសុបិនស្រាវជ្រាវរបស់ខ្ញុំគាត់យល់ពីវាបងប្អូនមកទៅជាមួយខ្ញុំ Silicon Valley មានបរិយាកាសស្រាវជ្រាវល្អបំផុតខ្ញុំជឿថាមិនយូរទេប្រទេសយើងក៏នឹងក្លាយជាកន្លែងស្រាវជ្រាវល្អបំផុតខ្ញុំចង់នៅលើទឹកដីរបស់ខ្ញុំសរសេរ code ដែលធ្វើឲ្យពិភពលោកកោតសរសើរតើអ្នកព្រមទៅជាមួយខ្ញុំទេបងប្អូនមិនបានជួបគ្នាយូរហើយសូមស្វាគមន៍ការត្រឡប់មកវិញទីនេះទើបជាសមរភូមិពិតប្រាកដរបស់អ្នករដ្ឋមន្ត្រីប្រព័ន្ធ
វាត្រូវបានបង្កើតឡើងដោយកូដដែលបុគ្គលិកលាឈប់បានបញ្ចូលដោយចេតនាក្រុមហ៊ុនបានចំណាយប្រាក់ខែប្រចាំឆ្នាំ20លានដុល្លារដើម្បីជួលអ្នកជំនាញអេកំពូពីក្រៅប្រទេសយីហ្វូលីខ្ញុំនឹងរៀបចំរចនាសម្ព័ន្ធស្នូការពារសុវត្ថិភាពឲ្យប្រព័ន្ធគ្មានចន្លោះខ្សោយនិងមិនអាចត្រូវបានអ្នកជំនាញបរទេសធ្វើជាសាក្សីយើងលែងចាំបាច់ស្ថិតក្រោមការគ្រប់គ្រងរបស់សន្យាសន្យាបានចុះបញ្ជីក្រុមហ៊ុនថ្មីដែលជាការតស៊ូរួមបន្តប៉ុណ្ណោះរងចាំឲ្យយីហ្វូលីនជួសជុលប្រព័ន្ធរួចប្រធានក្រុមហ៊ុនប្រកាសជាកម្ចាត់សន្យាចោលទាំងស្រុងអ្នកបានបោះបង់អនាគតដ៏ល្អនៅ Silicon Valley ខ្លាចអ្វីទៅយ៉ាងច្រើនក៏ចាប់ផ្ដើមសារជាថ្មីរៀបចំស្ថាបត្យកម្មតំបន់ស្នូឡើងវិញបំបែកបណ្ដាញរូបវន្តទូទាំងទីក្រុងសាងសង់មន្ទីរពិសោធន៍សន្តិសុខដាច់ដោយឡែកនៅក្បែរបើកសិទ្ធិការពារឲ្យដល់កម្រិតអាត់បលម៉ាសូមពន្យល់បន្តិចបណ្ដាញណឺរ៉ូននៅពេលជួបឧបសគ្គផ្នែកសមត្ថភាពត្រូវធ្វើការបង្កើនប្រសិទ្ធភាពយ៉ាងវិនេះអាចកាត់បន្ថយការចំណាយផ្នែកសុវត្ថិភាពគឺមិនអាចអត់ការបន្ថយកិត្តិយសគឺដូចជាការធ្វើអត់ភាពអ្វីដែលយើងត្រូវធ្វើគឺខ្លាចជាអ្នកដំបូងដែលផ្លាស់ប្ដូរឧស្សាហកម្មអ្នកទាំងអស់គ្នាត្រៀមខ្លួនរួចហើយឬនៅដើម្បីផ្លាស់ប្ដូរពិភពលោកដំណឹងអាក្រក់ Evelyn ដែល Bayuan ទាញមកអះអាងថាបានជួសជុលរួចហើយចំណុចប្រតិខាងក្នុង30នៃ Chansons តម្លៃភាគហ៊ុនរបស់ Bayuan នឹងកើនឡើងភ្លាមធ្លាប់ប្រឈមមុខជាមួយនាងនៅ Silicon Valley មិនមែនគ្រាន់តែប្រឈមមុខទេក្បួនដោះស្រាយស្នូដែលខ្ញុំចំណាយពេល3ឆ្នាំសរសេរនៅ Silicon Valley បានស្ត្រីម្នាក់នេះលួចយកទៅអ្នកចូលតាមបាក់ចូលដោយផ្ទាល់ការលួចប៉ាតង់បែបនេះគឺខ្វក់ណាស់ទីផ្សារមូលធនមិននិយាយពីសិលធម៌ទេមើលតែលទ្ធផលប៉ុណ្ណោះអ្នកចាញ់ហើយភាពសាមញ្ញរបស់អ្នកនៅ Silicon Valley គ្មានតម្លៃសំបីតែមួយកាក់ទេពក៏សឲ្យផ្នែកបច្ចេកវិទ្យាគ្រាន់តែជាមនុស្សល្ងងដែលមិនចេះបត់បែនប៉ុណ្ណោះដើរទៅដោយសុវត្ថិភាពនោះហើយជាអ្វីដែលគេហៅថាវិស័យកំពូលទីនោះមិនឲ្យតម្លៃលើការរីកចម្រើនផ្នែកបច្ចេកវិទ្យាទេពួកគេខ្វល់តែថាអ្នកណាលួចបានលាក់លៀមជាងគេកម្លាំងចិត្តនិងស្នាដៃរបស់ខ្ញុំបែរជាខ្លាចជាឧបករណ៍ឲ្យគេទួសរសើរពីក្រុមវិនិយោគមិនមែនកំពុងជួសជុល system ទេគេចង់លក់ទិន្នន័យ Snow ឲ្យអ្នកទិញពីបរទេសការប្រយុទ្ធចុងក្រោយបានមកដល់មុនកំណត់សោះស្រទាប់ខាងក្រៅរបស់សិទ្ធិត្រូវបានបំបែករួចហើយគ្រាន់តែបង្រួមទិន្នន័យប្រាក់ខែជាកញ្ចប់ថ្លៃទិញផ្ដាច់គឺ$2000 លានសហការដោយរីករាយខ្ញុំបានតាក់ទងអ្នកទិញរួចហើយលោកប្រធានពិតជាដាច់ខាតមែន3ថ្ងៃទៀតចុះកិច្ចសន្យានៅ Jubei នៅសល់ពេលតែ3ថ្ងៃប៉ុណ្ណោះបើបង្រួមទិន្នន័យបានដោយរលូនបុគ្គលិកទាំងអស់ទទួលប្រាក់ខែ5ដងបើធ្វើមិនបានបុគ្គលិកទាំងអស់ត្រូវទទួលខុសត្រូវនិងជាប់ពន្ធនាគារអត្រាកំហុសនៃ Narrow Isolation Barrier ដែលអ្នកទទួលខុសត្រូវគឺ 0.61 មុនព្រឹកស្អែកត្រូវបន្ថយឲ្យនៅក្រោម 0.1 យល់ហើយខ្ញុំនឹងពន្លឿនការងារអត្ថប្រយោជន៍និងអំណាចរបស់ថ្នាក់ដឹកនាំយកទៅបាននិងកំហុសទាំងអស់ត្រូវថ្នាក់ក្រោមទទួលការនៅទីនេះគេមិនដែលដាក់សម្ពាធលើអ្នកបច្ចេកទេសបែបនេះទេពិតមាត់បើមិនចង់មានរឿងកុំលើគេមកនិយាយនឹកមែនទេពេលគម្រោងបញ្ចប់ពួកអ្នកអាចផ្លាស់ការងារទៅចូលរួមជាមួយគេបានគ្រប់ពេលឥឡូវផ្ដោតលើការងារហាមជែកលេងការងារបានបញ្ចប់ដោយរលូនពូទិន្នន័យបានដំណើរការទាំងអស់ហើយ$2000 លាននឹងចូលកាន់នេះភ្លាមឡរងចាំទេប្រាក់ទៅក្រៅប្រទេសសិនអាក្អូននោះខ្ញុំនឹងជួលមនុស្សឲ្យកម្ចាត់វារៀបចំយន្តហោះឯកជនទៅជាបេហើយអ្នកកំពុងផ្ញើសារទៅអ្នកណាខ្ញុំផ្ញើ WeChat ទៅប្រពន្ធប្រាប់ថាការងារថែមម៉ោងចប់ហើយល្អបំផុតឲ្យវាដូច្នេះបើទិន្នន័យរបស់ Bayuan ត្រូវបានលេចធ្លាយខ្ញុំមានវិធីជាច្រើនធ្វើឲ្យអ្នកបាត់ខ្លួនពីលោកនេះបញ្ចប់តើអ្នកទាំងអស់គ្នាបានជឿពាក្យចាំអារ៉ាមអ្វីមួយមែនទេពួកយើងបានទៅដល់ Jubei ហើយខ្ញុំធានាដោយកិត្តិយសរបស់ខ្ញុំChen Chongមិនមានបញ្ហាអ្វីទាំងអស់ទៅមើលព័ត៌មានកំពូលនៅលើអ៊ីនធឺណិតមើលព័ត៌មានអ្វីចំណងជើងព័ត៌មានអ្វីលោកពូធំចប់ហើយចប់ទាំងស្រុងហើយកាលពី10នាទីមុនទស្សនាវដ្តីល្បីមួយបានបោះពុម្ពបាយការវិភាគប្រវែង50ទំព័រនេះភ្លាមដោយលាតត្រដាងអាចកំបាំងទាំងអស់របស់ Chen Chong អ្នកណាធ្វើជាអ្នកណាស៊ើបអង្កេតឲ្យខ្ញុំភ្លាមលោកពូធំរបាយការណ៍នោះបានវិភាគដោយផ្ទាល់ទៅលើ logic ជាន់ទី15នៃ Code ប្រកាសជាមានជនក្បត់ខាងក្នុងតើមែនជា Yvelin ទេខ្ញុំបានស៊ើបហើយកាលនៅ Silicon Valley គាត់ធ្លាប់មានប្រវត្តិលក់ទិន្នន័យរបស់ក្រុមហ៊ុនចាស់ដោយខុសច្បាប់ Yvelin កក់សម្បត្តិភ្លាមត្រឡប់ប្រទេសវិញភ្លាមសារភាពមកអ្នកកាន់សិទ្ធិអនុញ្ញាតខ្ពស់បំផុតរបស់ system ចំណុចខ្សោយ72កន្លែងហេតុអ្វីបានជាលេខឃ្លីពេញអ៊ីនធឺណិតមិនមែនខ្ញុំទេ system ត្រូវបានបញ្ចូល backdoor ពីភាគីទី3មានអ្នកលួចយក key ហើយបញ្ចេញព័ត៌មានដោយចេតនាជានរណាពេល Shenyan នៅទីនេះនាងមិនដែលពន្យាពេលបង់ប្រាក់ទេគឺ Luca យប់មិញខ្ញុំឃើញនាងផ្ញើអ៊ីមែលដែលបាន encrypt នាងត្រូវបាន Shenyan សូកប៉ាន់តាំងពីយូរមកហើយពូធំបានស៊ើបអង្កេតច្បាស់ហើយកាលពីមុននាងបានបញ្ចេញព័ត៌មាននៅ Silicon Valley ហើយត្រូវបាន FBI បើកសំណុំរឿងតាមអ្នកស៊ើបការពាណិជ្ជកម្មអាជីពតាំងពីដើមអ្នកកំពុងបង្កាច់ខ្ញុំកម្រៃជើងសារ$2000 លាននឹងទទួលបានហេតុផលធ្វើឲ្យខ្លួនឯងខាតបង់ទេគឺអ្នកយកលុយមូលនិធិស្រាវជ្រាវ50លានទៅប្រើគុណភាព firewall ក៏ធ្លាក់ចុះទើបធ្វើឲ្យ system បរាជ័យឈប់និយាយទាំងអស់គ្នាចន្លោះប្រហោងលេខឃ្លីនឹងការប្រើប្រាស់មូលនិធិខុសគោលដៅអ្នកក្បត់ខាងក្នុងបែរមកវាប្រហែល UN ត្រូវបានបំផ្លាញទាំងស្រុងដោយសារពួកអ្នកមកដល់ពេលនេះហើយការទាមទារឲ្យទទួលខុសត្រូវក៏គ្មានប្រយោជន៍ទេតែបង្ខំឲ្យប្រគល់កូដដើមសម្រាប់ជួសជុលពេញលេញខ្ញុំយល់ព្រមតារាប់ណាអាចគ្រប់គ្រងបាននៅមានឱកាសត្រឡប់ស្ថានភាពបានប៉ះពាល់ដល់ក្រុមហ៊ុននោះទៅកាន់បញ្ញាសិប្បនិម្មិតម្ដងទៀតគឺម្ដងទៀតខ្ញុំគួរតែសម្លាប់អ្នកតាំងពីដំបូងខ្ញុំនឹងធ្វើឲ្យអ្នកបាត់បង់សំបីតែផេះខ្សែបន្ទាត់ក្រហមរបស់ Medical Aid គឺសុវត្ថិភាព
អ្វីដែលនាំមកនៅថ្ងៃនេះគឺប្រព័ន្ធដែលមានព្រំដែនការពារដាច់ខាតដែលអាចប្រគល់ជីវិតឲ្យវាបានពិតប្រាកដនោះគឺ system របស់គាត់សូមមើលអេក្រង់ធំនេះមិនមែនជាការជួសជុលធម្មតាទេនេះគឺជាក្របបែកនុយក្លេអ៊ែរកម្រិតវិទ្យាសាស្ត្រខ្ញុំធានាដោយវិស័យសិក្សារបស់ខ្ញុំអស់មួយជីវិតនេះពិតជានឹងបំផ្លាញស្តង់ដារ Medical Aid ទូទាំងពិភពលោកទាំងស្រុងមួយសប្តាហ៍ទៀតយើងនឹងបើកការផ្សាយផ្ទាល់ទូទាំងពិភពលោកដោយជាអ្នកវះកាត់ដោយផ្ទាល់ដើម្បីធ្វើការវះកាត់ជួសជុលសរសៃប្រសាទខួរក្បាលកម្រិតខ្ពស់ជាលើកដំបូងដល់អ្នកឲ្យពិភពលោកទាំងមូលបានឃើញថាអ្វីទៅជាផលិតផលដែលផលិតនៅចិនពិតប្រាកដទោះអ្នកឡើងខ្ពស់ប៉ុណ្ណាក៏ដោយចុងក្រោយអ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប្រាក់កក់5លានធ្វើការភ្លាមខ្ញុំចង់ឲ្យវាបិទមាត់ជារៀងរហូតនៅស្ងៀមឲ្យល្អកុំបញ្ចេញសំឡេងឲ្យលុយប៉ុន្មានបើអ្នកដោះលែងខ្ញុំចុះពីឡានឥឡូវនេះខ្ញុំឲ្យអ្នក10 ដងអ្នកគួរតែដឹងថាអ្នកក្នុងវិស័យនេះយើងគោរពសច្ចៈយកលុយគេឲ្យធ្វើការឲ្យគេអ្នកព្រមទទួលវាសនាទេ3 2 1អ្នកនៅខាងក្នុងស្ដាប់ឲ្យច្បាស់ក្មេងនេះហេតុអ្វីមកដល់លឿនយ៉ាងនេះខ្ញុំបានកាន់ទូរស័ព្ទរបស់អ្នកបំបែកជាបំណែកហើយតើអ្នកបានជូនដំណឹងទៅក្រុមការពារពិសេសតាំងពីពេលណាចាំពេលអ្នកចូលទៅខាងក្នុងអ្នកនឹងដឹងដោយខ្លួនឯងថយក្រោយទាំងអស់គ្នាថយក្រោយបើមិនដោះលែងគាត់ភ្លាមខ្ញុំនឹងបង្វិលរបស់គាត់ឲ្យបាក់នេះជាការព្រមានចុងក្រោយដោះលែងចំណាប់ខ្មាំងប្រឆាំងការចាប់ខ្លួននឹងត្រូវបាញ់សម្លាប់នៅក្នុងដោយអ្នកបាញ់ស៊ីប្រឆាំងភេរវកម្មអ្នកហ៊ានកម្រើកដៃក្បាលរបស់អ្នកនឹងផ្ទុះដូចផ្លែលឹកដោះលែងខ្ញុំនេះជាឱកាសតែមួយគត់ដែលអ្នកអាចរស់បានបងធំចុះចាញ់ទៅរឿងនេះមិនប្រក្រតីទេនោះចេញបេកំពុងដាក់អន្ទាក់ពួកយើងខាងក្រៅសុទ្ធតែជាកម្លាំងការពារពិសេសកុំបាញ់ខ្ញុំចុះចាញ់លោកសិនលោកមានរបួសទេគ្រូពេទ្យនៅខាងក្រោយខ្ញុំមិនអីទេអរគុណអ្នកទាំងអស់គ្នាដែលបានខិតខំរបស់ Bay Junction យកមិនងាយទៀតទេនាំទាំងអស់ទៅកាន់ក្រុមស៊ើបអង្កេតករណីសួរចម្លើយពេញមួយយប់របស់ Fuwi ពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្ររបស់យើងក្នុងវិស័យបច្ចេកវិទ្យាវិទ្យាសាស្ត្រអន្តរជាតិខាងលើបានចេញបញ្ជាយ៉ាងដាច់ខាតរួចហើយអនុញ្ញាតឲ្យនរណាម្នាក់ឬកម្លាំងណាមួយធ្វើការបំផ្លាញឡើយចាប់ពីពេលដែលអ្នកចុះហត្ថលេខាលើឯកសារនេះសុខភាពរបស់អ្នកគឺពាក់ព័ន្ធនឹងពួកយើងទាំងអស់និងអនាគតរបស់យើងអរគុណលោកប្រធានប៉ុន្តែខ្ញុំស្គាល់បៃចិនសានគាត់ជាមនុស្សឈួតដែលគិតតែពីផលប្រយោជន៍នៅពេលអស់ផ្លូវរួចគាត់អាចនឹងជួលឃាតករមកសម្រាប់គ្នាគ្រាន់តែផ្ដោតលើការស្រាវជ្រាវចាប់ពីថ្ងៃនេះទៅក្រុមប្រឆាំងភេរវកម្មពិសេសនឹងនៅក្រៅការមើលឃើញរបស់អ្នកអនុវត្តការឃ្លាំមើលសម្ងាត់កម្រិតខ្ពស់បំផុត24ម៉ោងពេញមួយថ្ងៃអ្នកណាហ៊ានធ្វើអ្វីអ្នកគឺមានន័យថាប្រឆាំងនឹងពួកយើងយ៉ាងម៉េចហើយរកឃើញហើយឬនៅសំបីតែអ្នកតូចតាចម្នាក់ក៏ដោះស្រាយមិនបានហៅកែកន្លែងនេះចម្លែកណាស់ការតាមដានដូចជាមានរ៉ាដាមួយបំពាក់នៅលើអីចឹងទើបតែដៃចូលទៅប្រកាសជាត្រូវនាងរកឃើញអ្នកប្រញាប់ចេញទៅចុះត្រូវចាប់បានហើយខ្ញុំត្រូវទៅប្រលានយន្តហោះទៅអាមេរិកខាងត្បូងអ្នកត្រូវបានសង្ស័យពីបទប៉ុនប៉ងសង្ស័យពីបទឧក្រិដ្ឋសេដ្ឋកិច្ចធ្ងន់ធ្ងរឥឡូវនេះយើងចាប់ខ្លួនអ្នកតាមច្បាប់ចាប់ខ្លួនខ្ញុំគួរឲ្យអស់សំណើចខ្ញុំមានទ្រព្យសម្បត្តិរាប់សិបពាន់លានក្រោយឆ្នាំខ្ញុំបងពុនរាប់ពាន់លានពួកអ្នកហ៊ានរារាំងខ្ញុំមិនឲ្យទៅក្រៅប្រទេសទៅចរចាជំនួយរាប់សិបពាន់លានបើពន្យាជំនួយពួកអ្នកទទួលខុសត្រូវរួចរាល់ល្មើសទាំងនោះរបស់អ្នកទៅបកស្រាយនៅបន្ទប់សួរចម្លើយទៅកុំអាងអំណាចពួកអ្នកដឹងថាខ្ញុំចង់ជួបមេធាវីផ្ទាល់ខ្លួនរបស់ខ្ញុំដោះលែងខ្ញុំថ្នាក់លើទីក្រុងអនុញ្ញាតឲ្យវេចខ្ចប់និងលក់បច្ចេកវិទ្យាស្នូឲ្យមូលធនបរទេសដោយខ្លួនឯងឬនេះហៅថាបទក្បត់ជាតិគិតមើលសិនថាក្បាលអ្នកមានប៉ុន្មានដើម្បីទទួលគ្រាប់កាំភ្លើងខ្ញុំត្រូវបានគេចោទប្រកាន់ដោយអយុត្តិធម៌គ្រប់យ៉ាងគឺនឹងបង្ខំឲ្យខ្ញុំធ្វើខ្ញុំគ្រាន់តែជាអ្នកធ្វើការទេកុំចាប់ខ្ញុំអីទេខ្ញុំមានលិខិតឆ្លងដែនបរទេសខ្ញុំជាអ្នកជំនាញបរទេសខ្ញុំត្រូវជួបមន្ត្រីស្ថានកុងស៊ុលទាំងអស់នេះគឺដោយសារអ្នកប្រើឋានៈជាប្រធានក្រុមហ៊ុនលោកទិន្នន័យសំខាន់បំផុតរបស់ក្រុមហ៊ុនអ្នកត្រូវទទួលផលកម្មខ្ញុំនឹងរាយការណ៍ពីគាត់ទុកឲ្យពួកអ្នកឆ្កែខំឆ្កែគ្នាទៅឬសម្ដែងឆ្កែខំឆ្កែទុកឲ្យក្រុមស៊ើបអង្កេតបទល្មើសធ្ងន់ដោះស្រាយបន្តិចអ្នកត្រូវបានសង្ស័យថាបានកែប្រែតវិជ្ជាបណ្ដាលឲ្យកើតមានឧបទ្ទហេតុវិទ្យាសាស្ត្រនឹងត្រូវបានសង្ស័យថាបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈទាំងអស់ខ្ញុំបានប្រកល់ទៅឲ្យសន្តិសុខរួចហើយបងប្អូនជីដូនមួយអ្វីទាំងអស់នៅថ្ងៃនេះគឺជាផលកម្មរបស់អ្នកតាំងពីថ្ងៃដែលចាក់ចេញខ្ញុំក៏អ្នកក៏បានក្បត់ដែរបានផ្ដល់ផលប្រយោជន៍អ្វីដល់អ្នកឥឡូវគិតមើលទៅទោះបីគាត់តឹងរឹងប៉ុន្តែគាត់បានផ្ដល់ឲ្យខ្ញុំនៅគោលការណ៍សីលធម៌ក្នុងការរស់នៅតែជាចាត់ទុកខ្ញុំជាអ្នកស្លាប់ជំនួសបងប្អូនចិត្តឲ្យនឹងលោកពុកជឿអ្នកគ្រប់គ្នាក៏ជឿអ្នកធ្វើទៅឲ្យចប់អាយៀនការវះកាត់ផ្សាយផ្ទាល់ថ្ងៃស្អែកខ្ញុំនឹងធ្វើជាអ្នកស្ម័គ្រចិត្តលេខ1ប៉ាមិនបានទេបញ្ជីអ្នកជំងឺបានកំណត់រួចហើយវាមិនដូចគ្នាទេមានតែខ្ញុំដេកនៅក្រោមម៉ាស៊ីនទើបប្រជាជនជឿថាអេរបស់អ្នកអាចជួយសង្គ្រោះជីវិតទោះបីមានហានិភ័យមួយក្នុង10000ក៏ដោយខ្ញុំក៏មិនអាចកំពុងធ្វើកិច្ចការធំសម្រាប់ប្រទេសដោយបច្ចេកវិទ្យាក្នុងនាមជាឪពុកខ្ញុំត្រូវតែគ្រប់គ្រងអ្នកឲ្យពិភពលោកទាំងមូលឃើញបច្ចេកវិទ្យារបស់កូនប្រុសខ្ញុំអាចទាញមនុស្សត្រឡប់ពីមាត់ទ្វារមរណៈបានប៉ាខ្ញុំមិនធ្វើឲ្យលោកពុកខកចិត្តឡើយកាន់កាប់សិទ្ធិគ្រូពេទ្យវះកាត់សំខាន់ឈឺណាស់បងប្អូន
មិនបានបំបែក Shen ថងបានអ្នកជំនាញ Fuwei ពិតជាអស្ចារ្យមែនឥឡូវខ្ញុំមានអារម្មណ៍ថាមានកម្លាំងមិនចេះអស់ទៅចុះទៅចាំញ៉ាំបាយបានហើយអីយកញ៉ាំបន្លែឲ្យច្រើននៅបរទេសប្រកាសជានឹករសជាតិនេះលើកនេះត្រឡប់មកវិញមិនទៅទៀតហើយមែនទេមិនទៅទៀតទេខ្ញុំនឹងនៅស្រុកជាមួយបងប្អូនបង្កើតការងារធំមួយល្អណាស់ឥឡូវប្រទេសយើងមានមូលដ្ឋានរឹងមាំអ្នកទាំងពីរជាដៃគូខ្ញុំទុកចិត្តអីយ៉ាងជាមនុស្សស្ងៀមស្ងាត់សូមជួយយកគេផងសូមទុកចិត្តបានថ្ងៃក្រោយបើអ្នកណាហ៊ានដាក់អន្ទាក់អីយ៉ាងខ្ញុំនឹងចាត់ការគេភ្លាមបានហើយឈប់អួតទៅញ៉ាំបាយឲ្យច្រើនចន្លោះខ្សោយបច្ចេកទេសរបស់ Shen Chong មិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំគ្រាន់តែជាអគ្គនាយករដ្ឋបាលខ្ញុំមិនចេះខូដទេថ្ងៃនេះលេងមែនមិនពិនិត្យខូដទេនាងកំពុងស៊ើបអង្កេតការខ្លែងហាត់លេខារបស់សំណុំរឿងកឹបកេងថវិកាពិសេសចំនួន50លានយេននិយាយផ្ដេសផ្ដាសអីថា50លានខ្ញុំមិនបានយកទេនាយកហិរញ្ញវត្ថុបានសារភាពគ្រប់យ៉ាងហើយភួតាំងកណេឲ្យខ្លែងខ្លាយទាំងអស់សុទ្ធតែចង្អុលមករកអ្នកមិនអាចទៅរួចទេការចាប់ខ្លួនបានអនុម័តរួចហើយចូលទៅខាងក្នុងហើយគិតយឺតទៅនាំគាត់ទៅខ្ញុំនឹងនាំអ្នកទៅខ្ញុំលែងតស៊ូហើយខ្ញុំចង់លោកគ្រូហេតុអ្វីលោកមកដោយផ្ទាល់ដល់ទីនេះអង្គុយចុះខាងលើបានផ្ញើសារមកថាកំពុងធ្វើកោតកម្មអត់អាហារនៅខាងក្នុងគាត់ទាមទារតែជួបអ្នកប៉ុណ្ណោះជួបគាត់ពេលនេះគាត់គ្រាន់តែជាអ្នកទោសរងចាំទោសប្រហារខ្ញុំដើម្បីធ្វើអ្វីរឿងមុននេះគាត់នៅនិយាយមិនទាន់អស់ទេនៅក្នុងដៃគាត់មានព័ត៌មានរបស់អ្នកទិញនៅក្រៅប្រទេសគាត់មិនព្រមនិយាយសំណុំរឿងនេះនឹងជាប់គាំងត្រឹមខាងលើសង្ឃឹមថាអ្នកនឹងទៅម្ដងបំបែកស្ថានភាពនេះបានខ្ញុំទៅលោកប្រធានបេខ្ញុំបានឮថាអ្នកធ្វើកោតកម្មអត់អាហារបង្ករឿងទូចង់ជួបខ្ញុំ Shen Yan អ្វីដែលខ្ញុំសោកស្ដាយបំផុតក្នុងជីវិតគឺការឲ្យលេងមែននឹងក្រុម Beijing ដែលគ្មានប្រយោជន៍បង្ខំអ្នកឲ្យចាក់ចេញពី Beiyuan គឺដោយសារខ្ញុំមិនបានមើលឃើញខ្ញុំបានបំផ្លាញអ្វីដោយដៃខ្លួនឯងហើយក៏បំផ្លាញការចងចាំរបស់គ្រួសារ Bei ផងដែរលោកប្រធាន Bei ជប់សម្ដែងទៅកាលនោះពេលខ្ញុំទទួលបានកិច្ចសន្យាតម្លៃ 12,000 លានអ្នកនៅឯណាពេលឪពុកខ្ញុំអស់ថ្នាំហើយត្រូវដេកនៅមន្ទីរពេទ្យអ្នកនៅឯណាទៀតអ្នកគិតថាខ្ញុំគ្រាន់តែខឹងរឿងកម្រៃជើងសាំងនេះតាំងពីដើមដល់ចប់គ្មាននរណាគោរពបច្ចេកវិទ្យាទេក្នុងក្បាលមានតែផលប្រយោជន៍មិនសមនឹងស្រាវជ្រាវនិងអភិវឌ្ឍឧបករណ៍វិទ្យាសាស្ត្រឡើយអីចឹងហើយខ្ញុំបានកញ្ញាផលប្រយោជន៍នឹងជីវិតមនុស្សអស់មួយជីវិតបែរជាចាញ់ពាក្យពីរម៉ាត់គឺការគោរពក៏ខ្លាចពិតជាអីខូខើណាស់ដល់ពេលហើយទ្រព្យសម្បត្តិនិងបញ្ជីឈ្មោះខ្ញុំប្រគល់ទាំងអស់ហើយអ្នកឈ្នះហើយកុំដូចខ្ញុំខ្លាចជាម៉ាស៊ីនដែលចេះតែរាប់លុយបែបនេះអ្នកផ្ដល់សេវាមិនមែនជាទំនិញសម្រាប់លក់ software ទេវាគឺជាខ្សែការពារមួយសម្រាប់សុវត្ថិភាពផ្នែកវិទ្យាសាស្ត្រយើងបានបំបែកការរងខ្ទប់ពីលោកខាងលិចទាំងស្រុងហើយដណ្ដើមសិទ្ធិដឹកនាំផ្នែកបច្ចេកវិទ្យាមកវិញប៉ុន្តែអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវមានសេចក្តីថ្លៃថ្នូរអ្វីដែលការពារគឺសេចក្តីថ្លៃថ្នូរនិងគោលការណ៍នេះល្អអ្វីដែលយើងត្រូវការគឺអ្នកមានគោលការណ៍ដូចពួកអ្នកមានសមត្ថភាពរឹងមាំដែលអាចទទួលបន្ទុកធ្វើបានល្អណាស់អរគុណសម្រាប់ការជឿទុកចិត្តណាយើងមិនទាន់ដួលរលំយើងនឹងតស៊ូដល់ទីបញ្ចប់បងប្អូនសប្តាហ៍ក្រោយនឹងចែកប្រាក់រង្វាន់ធំជូនបុគ្គលិកទាំងអស់ប្រាក់រង្វាន់នឹងបន្ថែម 5% ដោយផ្ទាល់ថ្នាក់លើបានយល់ព្រមរួចហើយពិធីការមូលដ្ឋានរបស់យើងនឹងចូលទៅក្នុងឃ្លាំងបម្រុងកម្រិតយុទ្ធសាស្ត្រដោយផ្ទាល់លើកនេះយើងអាចនិយាយបានថាបានឡើងដល់កម្ពូលទាំងស្រុងហើយនេះមិនទាន់មែនជាកម្ពូលទេគ្រាន់តែទទួលបានសម្បត្តិចូលទីលានប៉ុណ្ណោះអ្នកផ្ដល់សេវានៅតែត្រូវវិវត្តបន្តការងាររបស់យើងអាចចាត់ទុកថាមានស្ថិរភាពប្រធានពូរបស់អ្នកតែងតែជំរុញឲ្យអ្នករៀបការរាល់ថ្ងៃតើពេលណាអ្នកនឹងរៀបការជារឿងផ្លូវការទៅឆ្ងាយទៅឥឡូវនេះយើងកំពុងចាប់ផ្ដើមដំណើរឆ្ពោះទៅកាន់ផ្កាយនិងសមុទ្រមកនិយាយដើមនៅទីនេះអ្នកទំនេរខ្លាំងណាស់តែហេតុអ្វីខ្លួនឯងនៅមិនទាន់រៀបការខ្ញុំកំពុងរងចាំធ្វើជាអ្នកកំដរអាពាហ៍ពិពាហ៍ឲ្យលោកប្រធាននឹងកិត្តិយសគ្រប់យ៉ាងដែលយើងទទួលបាននៅថ្ងៃនេះសុទ្ធតែជាអ្វីដែលអ្នកទាំងអស់គ្នាខាងក្រោមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីយកខ្ញុំនៅមួយថ្ងៃខ្ញុំនឹងមិនដែលនិយាយសន្យាខ្យល់ទេចាប់ពីសប្តាហ៍ក្រោយប្រាក់ខែគោរបស់មនុស្សគ្រប់គ្នានឹងបន្ថែម 50% ដោយផ្ទាល់ប្រាក់រង្វាន់ចុងឆ្នាំនឹងបើកជូនទ្វេដងទាំងអស់នេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះគោលដៅរបស់យើងគឺធ្វើឲ្យអ្នកការពារច្បាប់ចាក់ឫសនៅគ្រប់ជ្រុងនៃពិភពលោកបងប្អូនបន្តធ្វើការទៀតល្អណាស់បងប្អូនសុំទ្រព្យថាដែលនិយាយលើឆាកមុននេះរៀនពីអ្នកណាមកនិយាយបានជាប់លាប់មែនចេញទៅគ្រាន់តែនិយាយការពិតជាមួយបងប្អូនប៉ុណ្ណោះក្រុមគ្រួសារធំទាំងអស់បានបែកបាក់ទាំងស្រុងហើយលោកយ៉េងចប់ហើយតែផ្លូវរបស់យើងទើបតែចាប់ផ្ដើមប៉ុណ្ណោះការផ្ទៀងផ្ទាត់កូដការពីជាន់ក្រោមនៃស្ថាបត្យកម្ម Service 2.0 ត្រឹមត្រូវហើយខ្ញុំនិយាយជាមួយអ្នក Shen Yan លោកតាទើបជាសះស្បើយចេញពីមន្ទីរពេទ្យហើយក៏ជាថ្ងៃខួបកំណើតផង
យើងញ៉ាំបាយតែនៅផ្ទះវាមិនសន្សំពេកទេយ៉ាងហោចណាស់ក៏គួរជួលកន្លែងមួយដែរអ្នកក៏ដឹងនិស័យឪពុកខ្ញុំដែរគាត់ស្អប់បំផុតការជប់លៀងបែបពិធីការឥតប្រយោជន៍នៅផ្ទះស្រួលជាងគេក្តៅបងប្អូនថ្នាំបំពន់បានដឹកមកដល់ហើយឬនៅមិនធម្មតាមែនលោកជាងចំអិនម្ហូបដោយខ្លួនឯងទាំងអស់និយាយអីហ្នឹងប៉ុន្មានឆ្នាំដែលខ្ញុំទៅសិក្សានៅបរទេសបើមិនហាត់ជំនាញធ្វើម្ហូបកម្រិតខ្លាំងនេះទេខ្ញុំប្រហែលជាឈួតដោយសារសាច់ទ្រូងមាន់ស្ងោរគ្មានរសជាតិនៅទីនោះទៅហើយថ្ងៃនេះឲ្យអ្នកបានឃើញផ្ទាល់ភ្នែកបានមើលទៅមិនខាតពេលរៀនមែនអាយ៉ានបើកទ្វារខ្ញុំគ្មានដៃយកសោទេលោកត្រឡប់មកវិញហើយទូរស័ព្ទ2គ្រឿងដែលខ្ញុំទិញនៅឯណាអាយ៉ានបើកទ្វារបន្តិចរកឃើញហើយរហ័សឡើងប៉ារីករាយថ្ងៃកំណើតពូរីករាយថ្ងៃកំណើតកូនប្រុសទាំងពីរនេះធ្វើឲ្យភ្ញាក់ផ្អើលមែនលោកទៅតែជាសះស្បើយទាំងស្រុងហើយក៏ចំថ្ងៃកំណើតទៀតជាងយាននិយាយថាត្រូវតែមានពិធីការបន្តិចឡកូនប្រុសធំឡើងហើយអាយុក៏អរគុណអ្នកដែរម្ហូបឆ្ងាញ់ពេញមួយទៅនេះយើង3នាក់ញ៉ាំមិនអស់ទេលោកពូឥឡូវលោកពូចង់ញ៉ាំបានល្អហើយញ៉ាំឲ្យឆ្អែតទៅពេលសុខភាពល្អហើយថ្ងៃល្អនៅខាងមុខនៅចាំទៀតនិយាយត្រូវណាស់ជីវិតមនុស្សម្នាក់គ្មានអ្វីប្រសើរជាងមានសុខភាពល្អនិងសុវត្ថិភាពទេនេះក៏ជាវាសនារបស់ខ្ញុំដែរតែបានរងចាំឃើញកូនប្រុសខ្ញុំជោគជ័យបច្ចេកវិទ្យានេះនៅតែត្រូវអភិវឌ្ឍបន្តទៀតរងចាំឲ្យបច្ចេកវិទ្យានេះពេញនិយមទាំងស្រុងមិនថាអ្នកមានឬប្រជាជនធម្មតាទេពេលឈឺសុទ្ធតែអាចប្រើ medical aid របស់យើងបានបងប្អូនខ្ញុំនឹងនៅជាមួយអ្នករហូតដល់ទីបញ្ចប់ក្នុងនាមជាឪពុកខ្ញុំរងចាំឲ្យពួកអ្នកនាំយកអភូតហេតុត្រឡប់មកវិញ